ធ្វើយ៉ាងណាដើម្បីយកគណនី Facebook ដែល disable ឡើងមកវិញប៉ុន្តែខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យថាមិនប្រកាសថាយកវិញបាន 100% នោះទេវិធីងាយស្រួលតែនៅពេលអ្នកទាំងអស់គ្នាចូលទៅកាន់ Facebook មិនឲ្យដំណើរការត្រូវអត់អ្នកទាំងអស់គ្នាចូលទៅកាន់ពាក្យថា go to help center ឬមួយក៏ Facebook អ្នកខ្លះជាភាសាខ្មែរមានពាក្យថាមួយចាំម្ដងផ្ដល់ជំនួយអ្នកគ្នាចូលទៅកន្លែងហ្នឹងទៅហើយបើសិនជាក្នុងករណីអ្នកគ្នាអត់ចេះនៅក្នុងការបំពេញទម្រង់បែបបត់ផ្ញើទៅកាន់ Facebook ទេអ្នកគ្នាអាចចូលទៅកាន់ Google Translate បានអ្នកគ្នាគ្រាន់ធ្វើការ screenshot ហើយ translate ពីភាសាអង់គ្លេសទៅជាភាសាខ្មែរអ្នកគ្នាដឹងថាត្រូវបំពេញលក្ខខណ្ឌអីខ្លះដើម្បីគ្រប់គោលការណ៍ផ្ញើទៅកាន់ Facebook ខ្ញុំបញ្ជាក់មួយទៀតឈ្មោះហើយនឹងអត្តសញ្ញាណប័ណ្ណដែលផ្ញើទៅត្រូវតែដូចគ្នា Facebook disable ដោយសារអ្នកគ្នាបានធ្វើការប្រើប្រាស់ខុសគោលការណ៍របស់ Facebook ហើយអ្នកគ្នាចង់ដឹងថាគោលការណ៍ Facebook ហ្នឹងខុសអីគេអ្នកគ្នាអាចចូលទៅកាន់ Google ហើយ search ថា community standards ហើយអ្នកគ្នាអាចបកប្រែជាភាសាខ្មែរបាននៅក្នុង Google Translate ដើម្បីដឹងថាគោលការណ៍ខ្លះដែលអនុញ្ញាតឲ្យប្រើនៅលើ Facebook ហើយគោលការណ៍ខ្លះអត់ឲ្យប្រើហើយដើម្បីប្រើទៅឲ្យត្រូវស្តង់ដារកុំឲ្យខូច account ចំពោះអ្នកដែលគាត់ថាគាត់បានខុសគោលការណ៍ទេគាត់ប្រើធម្មតាគាត់ share គាត់ post រូបធម្មតាគាត់បានប្រើអីខុសគោលការណ៍ស្បែកតែឈ្មោះក៏ឈ្មោះប៉ិតដែរអាចនឹង AI review របស់ក្រុមហ៊ុន Facebook មានការចាប់ទៅខុសមិនមែនតែមនុស្សយើងចេះខុសទេសូម្បីតែប្រព័ន្ធ Facebook ក៏ចេះខុសដែរដោយសារតែនោះគឺជា system ដែលគេចងទេអញ្ចឹងនៅពេលដែលគេចាប់តែអ្នកគ្នាបានធ្វើអីខុសឬមួយក៏គេដាក់ជាសំណុំទៅគេថាទៅតែម្ដងមែនតើទៅខ្ញុំចង់ផ្ដាំមែនតើសម្រាប់អ្នកដែលគាត់អត់ទាន់ខូចគណនីទេចូលទៅមើលការ share ឬក៏ការ post របស់ខ្លួនឯងឡើងវិញ share meme សប្បាយអីផ្សេងដែលមានរូបភាពដែលមិនសមរម្យនៅលើគណនី Facebook អីហ្នឹងហើយ Facebook ក៏ធ្វើការចាប់ដែរច្រើនមែនតើដែលជាអ្នកលុបលទ្ធផល post ជាមួយនឹង QR code អីហ្នឹង Facebook អត់ឲ្យ post ហ្នឹងទេចាត់ទុកថាជាការបោកប្រាស់ឬមួយក៏ជាការបង្ហោះនៅផលិតផលឬមួយក៏សេវាកម្មអីខ្លាំងៗត្រូវប្រើប្រាស់ Facebook បានត្រឹមត្រូវឧទាហរណ៍ថាដូចជារូបអំពើហិង្សារូបបំពេញផ្លូវភេទគម្រាមកំហែងអីផ្សេងហើយក៏មានជារូបផតសាកសពរូបថតអីហ្នឹងអ្នកនរគ្នាកុំបង្ហោះឲ្យសោះពីព្រោះថារូបទាំងអស់ហ្នឹងសុទ្ធតែរូបដែលខុសគោលការណ៍ Facebook ដែលអនុញ្ញាតឲ្យប្រើប្រាស់មួយវិញទៀតសកម្មភាពដែលយើងធ្វើការផ្ញើ friend request ឬមួយក៏យើង add friend ទៅគេហ្នឹងច្រើនអ្នកពេកមួយទៀតក៏អាចដែរនៅពេលអ្នកនរគ្នាដូរទីតាំងញឹកញាប់ឧទាហរណ៍ថាម្ដងអ្នកទាំងអស់គ្នានៅទីនេះម្ដងនៅទីនោះហើយជាពិសេសអ្នកដែលប្រើ VPN ដើម្បីកុំឲ្យគេចាប់ទីតាំងបាននឹងឯងដែលយើងបដូរលឿនពេកអញ្ចឹងហើយធ្វើឲ្យ Facebook គិតថានោះគឺជាគណនីខ្លាំងៗហើយមួយទៀតអ្នកដែលគាត់ប្រើទូរស័ព្ទច្រើននៅលើគណនីតែមួយមានន័យថាគណនីហ្នឹងប្រើទៅលើទូរស័ព្ទច្រើនមែនតើនេះហើយក៏ជាកត្តាដែលធ្វើឲ្យ Facebook បិទគណនីរបស់អ្នកនរគ្នាដោយគិតថាគណនីរបស់អ្នកនរគ្នាត្រូវបានគេយកទៅប្រើប្រាស់ដោយឃើញគណនីមួយប្រើប្រាស់នៅលើគ្រឿងអេឡិចត្រូនិកច្រើនខុសៗគ្នាឥឡូវខ្ញុំនិយាយពីខាងដើមវិញថាគណនីរបស់អ្នកនរគ្នាអាចយកមកវិញបានអត់អានឹងអាស្រ័យទៅលើអ្វីអ្នកគ្នាបានធ្វើបើសិនអ្នកគ្នាអត់មានខុសគោលការណ៍ទេ Facebook នឹងធ្វើការទទួលអ្វីអ្នកគ្នា report ទៅកាន់ក្រុមហ៊ុនហើយក្រុមហ៊ុននឹងឲ្យគណនីរបស់អ្នកគ្នាមកវិញក្នុងរយៈពេល2ថ្ងៃ1សប្តាហ៍ឬក៏អាចយូរជាងនឹងអញ្ចឹងអ្នកគ្នាកុំប្រញាប់ទៅបង្កើតគណនីថ្មីពីព្រោះថានៅពេលអ្នកគ្នាបង្កើតគណនីថ្មីដាក់ឈ្មោះដដែលអីអញ្ចឹងអ្នកគ្នានឹងអាចរងនឹងការបាត់ account ម្ដងទៀតសោកស្ដាយបើសិនជាអ្នកគ្នាបានធ្វើខុសនៅគោលការណ៍របស់ Facebook អ្នកគ្នាទោះបីជា report ឬមួយក៏អ្នកគ្នាធ្វើការស្នើសុំទៅ Facebook បែបណាក៏អ្នកគ្នាអត់អាចបានគណនីនោះមកវិញដែរហើយក្នុងរយៈពេល180ថ្ងៃដែលអ្នកគ្នា review អត់បាន account នឹងមកវិញទេមានន័យថាគណនីរបស់អ្នកគ្នានឹងត្រូវលុបចេញពី Facebook តែម្ដងហើយដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងនៅពេលអ្នកគ្នាព្យាយាម comment នៅរូបភាពឬមួយក៏ភាសាអសុរោះជាច្រើនក៏ធ្វើឲ្យ Facebook ធ្វើការចាប់ឲ្យអ្នកគ្នាខូច account ដែរអញ្ចឹងសូមឲ្យអ្នកគ្នាប្រើប្រាស់ឲ្យបានត្រឹមត្រូវ share តែមាតិកាណាដែលមានប្រយោជន៍ហើយជៀសវាងនៅរូបភាពនិងវីដេអូដែល Facebook មិនអនុញ្ញាតហើយមិនមែនជារឿងចម្លែកទេដែលនៅសុក Facebook ធ្វើបែបនេះមកកាន់ប្រទេសកម្ពុជាដោយសារតែច្បាប់នេះត្រូវបានអនុវត្តរួចមកហើយនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកហើយយើងគិតថាជារឿងដែលក្រោយគេទេយើងគិតថា Facebook អនុវត្តរឿងនេះឡើងគឺជារឿងល្អដោយសារតែមានគណនី scam ឬមួយក៏ជនឆបោកជាច្រើនរួមទាំងគណនីដែលបន្លំជាច្រើននៅលើបណ្ដាញសង្គមធ្វើបែបនេះគឺជារឿងល្អសម្រាប់អ្នកដែលមានអត្តសញ្ញាណពិតហើយត្រូវការប្រើប្រាស់អ្វីដែលត្រូវតាមច្បាប់គោលការណ៍របស់ Facebook យើងអត់មានអីខុសទេយើងទទួលបាននៅសិទ្ធិនៅក្នុងការប្រើប្រាស់ដូចធម្មតាអញ្ចឹងចង់ដឹងអីទៀតពី Danet